Bà xóa công một can cam thì đầm na đưa từng ở cái này bà chụp chỉ muốn nhóm mà đón đi đấy nhóm chăn này bà ok một đường chốt ở sai hướng nhóm xôm dậy tích bóng bóng mẹ đang ngắt men tên bóng bóng ngắt admin của mình admin ấy tạo lực thực chất ấy nhóm so បាទសូមពឹងបងប្អូនជួយ comment ជួយ subscribe និងចុចមេដៃផងដើម្បីជាកម្លាំងចិត្តសម្រាប់លើកយករឿងមកបកស្រាយជូនប្រិយមិត្តទាំងអស់គ្នាដើម្បីបានស្ដាប់ទាំងអស់គ្នាដែរហើយនឹងខ្ញុំនឹងសន្យាមួយបងប្អូនថាបើសិនជាធ្វើបានខ្ញុំនឹងបង្កើតដូចកម្មវិធីដូចខ្ញុំនិយាយនៅក្នុង episode មុនអញ្ចឹងអូខេឥឡូវយើងនិយាយតែឯងសិនទៅ បាទចូលមកដល់សាច់រឿងរបស់យើងបាទថ្ងៃនេះដែរខ្ញុំបានសាច់រឿងពីលោកពូម្នាក់ដែលគាត់ជាអាចារ្យវត្តធម្មតាទេបងប្អូនអាចារ្យវត្តគាត់តែងតែជួបនៅរឿងប្លែកៗឬក៏រឿងដែលរន្ធត់អីចឹងណាសម្រាប់រឿងគាត់នេះដូចជាអត់មានអីរន្ធត់ប្រហែលទេគាត់ថាគាត់ចង់ចែកម្លែកនៅការនៅអ្វីដែលគាត់បានជួបជាក់ស្ដែងកន្លងមកអញ្ចឹងណាបាទជាដំបូងខ្ញុំសូមណែនាំឈ្មោះរបស់គាត់សិនគាត់ឈ្មោះលោកអាចារ្យបូបាទសប្តាហ៍គាត់ជាអាចារ្យនៅវត្តសំពៅ5ភ្នំបូកគោបាទចង់ដឹងថារឿងរបស់គាត់ប្លែកបែបណាឬក៏រន្ធត់បែបណាសូមបងប្អូនចូលទៅស្ដាប់ជាមួយខ្ញុំទាំងអស់គ្នារឿងរបស់គាត់ហ្នឹងបានកើតឡើងនៅក្នុងឆ្នាំ2020វាកន្លង5ឆ្នាំហីបាទគាត់គឺជាអាចារ្យវត្តសំពៅ5នៅលើភ្នំបូកគោហ្នឹងតាមពិតទៅផ្ទះរបស់គាត់ហ្នឹងនៅឆ្ងាយពីវត្តនៅឆ្ងាយពីវត្តនៅស្រុកឆ្ងាយពីវត្តប្រហែលជាបើជិះទៅនៅប្រហែលគាត់ថាប្រហែលជា150គីឡូបានដល់ផ្ទះគាត់ក៏ប៉ុន្តែហេតុអ្វីបានជាគាត់ធ្វើអាចារ្យនៅវត្តបូកគោអូខេហ្នឹងហើយខ្ញុំសូមបើកពង្កចបន្តិចដោយសារតែគាត់ធ្វើអាចារ្យនៅវត្តបូកគោហ្នឹងគឺគាត់ជាមួយនឹងចាស់អធិការនៅវត្តបូកគោហ្នឹងគាត់បានបួសនៅចំនួនមួយគាត់អញ្ចឹងណាតែគាត់បានសឹកមានគូសារមានអីហើយក៏បន្តអាជីពជាអ្នកដូចថាបន្តនៅជួយសាសនាខ្លាយជាអាចារ្យអីចឹងទៀតចឹងណាបងប្អូនអូខេហ្នឹងហើយរឿងតែគាត់តែប៉ុណ្ណឹងបាទចូលទៅដល់សាច់រឿងយើងនៅថ្ងៃមួយហ្នឹងគាត់ជិះម៉ូតូដើម្បីធ្វើដំណើរចេញពីផ្ទះឡើងមកវត្តក្នុងមួយអាទិត្យគាត់ទៅតែដូចជា2ថ្ងៃ3ថ្ងៃចឹងឯងបើសិនជាមានកម្មវិធីបុណ្យឬក៏កម្មវិធីអីនៅក្នុងវត្តឬក៏ភ្ញៀវគេមកលេងអីចឹងអាហ្នឹងទៅគាត់ទៅចឹងបាទមួយអាទិត្យគាត់ទៅយប់កាល2ដង3ដងចឹងតែនៅក្នុងអាទិត្យហ្នឹងគាត់ទៅមុនថ្ងៃសិលមួយថ្ងៃគាត់ឡើងទៅធម្មតាតាមការងាររបស់គាត់ចឹងគាត់រួចដៃចឹងគាត់ឡើងទៅនៅពេលដែលគាត់ឡើងទៅហ្នឹងគាត់ចេញពីផ្ទះម៉ោងប្រហែលជា4ល្ងាចម៉ោង4ល្ងាចគាត់ចេញទៅជិះពីហ្នឹងទៅដល់កពតឡើងភ្នំបូកគោបន្ទាប់ពីគាត់បានឡើងភ្នំបូកគោម៉ោងប្រហែលជា6ល្ងាចបើតាមធម្មតាសន្តិសុខគេអត់ឲ្យឡើងទៅទេដោយសារតែខ្លាចពេលយប់ជិះទៅវាមានបញ្ហាតាមផ្លូវឬក៏អីចឹងណាប៉ុន្តែដោយសារតែសន្តិសុខគេគាត់ស្គាល់លោកពូអាចារ្យចឹងដោយសារតែគាត់ធ្វើដំណើរទៅមកអាទិត្យទៅពីស្គាល់ឡើងអស់អីចឹងបាទម៉ោង6ជាងហ្នឹងគាត់បានឡើងទៅតាមផ្លូវនៅតាមផ្លូវហ្នឹងវាមានកន្លែងមួយគេហៅថាថ្មយក្សនៅកន្លែងថ្មយក្សហ្នឹងគឺជាកន្លែងដែលជើងកប់មិនបងប្អូនខ្ញុំសូមលើកយកមួយនិយាយយើងជើងកប់នឹងទីសិនជើងកប់ហ្នឹងបានន័យថាវាកើតហេតុឡើងហ្នឹងដដែលឧទាហរណ៍ដូចជាកន្លែងហ្នឹងធ្លាប់មានក្មេងលងទឹកអូខេកន្លែងហ្នឹងធ្លាប់
លងអីចឹងប៉ុន្តែនៅក្នុងលើផ្លូវហ្នឹងកន្លែងហ្នឹងវាផ្លូវកោងខ្ញុំធ្លាប់បានជិះទៅនឹងដែរកាលពីឆ្នាំ2018 19ខ្ញុំបានទៅលេងម្ដងអូខេនៅកន្លែងហ្នឹងផ្លូវកោងមែននៅកន្លែងផ្លូវកោងហ្នឹងធម្មតាភ្ញៀវទេសចរគាត់មកក៏ភាគច្រើនបងជិះម៉ូតូគាត់ជិះម៉ូតូឡើងអញ្ចឹងវាអាហារ20ជាងឡានប៉ុន្តែនៅកន្លែងជើងកោបហ្នឹងធ្លាប់មានគ្រោះថ្នាក់ចរាចរណ៍ច្រើនមានឡានបុកមួយឡានមានឡានហួសទៅចូលជ្រោះអញ្ចឹងទៅមានម៉ូតូអញ្ចឹងកោងទៅវាហួសទៅអញ្ចឹងទៅបុកជាមួយអានាងអីអញ្ចឹងទៅប៉ុន្តែកន្លែងហ្នឹងអត់មានអានាងទេមានគេចាក់ដីលក្ខណៈថាកន្លែងហ្នឹងវាមានលក្ខណៈថាជ្រោះហ្មងណាបើយើងដើរទៅមុខប្រហែលជា20ម៉ែត្រទេវាជ្រោះនៅកន្លែងហ្នឹងបើសិនជាយើងអត់ប្រយ័ត្នទេអាចនឹងចូលធ្លាក់ហួសចូលជ្រោះអូខេវាកោងពេកកន្លែងហ្នឹងគាត់ជិះទៅដល់កន្លែងហ្នឹងម៉ោងប្រហែលជា9 យប់ធម្មតាផ្លូវស្ងាត់ឈឹងនៅតាមផ្លូវបូកគោបងប្អូនធ្លាប់ទៅលេងហ្នឹងហើយស្ងាត់ឈឹងតាមសម្ដីរបស់គាត់បានបកស្រាយប្រាប់ខ្ញុំថាគាត់ឡើងទៅដល់កន្លែងហ្នឹងម៉ោង9 យប់ហ្នឹងធម្មតាអត់មានភ្ញៀវទេយប់ហើយអត់មានភ្ញៀវក្រៅពីគាត់ទេគាត់ថាគាត់ឃើញភ្លើងប្លង់នៅកន្លែងមាត់ឈូសហ្នឹងហើយក៏មានដូចជាមាន2នាក់ហើយប្លង់គាត់ថាភ្ញៀវអីស្មានហ្នឹងអត់ទាន់ចុះទៅអញ្ចឹងណាតាមធម្មតាតាមម៉ោង4ម៉ោង5មិនទាន់គេចុះអស់ហើយគេខ្លាចគាត់ក៏អត់មានភ័យខ្លាចដែរគាត់ជិះមករៀងចិត្តបកអង្គមកអញ្ចឹងទៅក៏ឃើញអញ្ចឹងរៀងស្វាំងទៅបាត់អញ្ចឹងទៅនៅតែភ្លើងអញ្ចឹងទៅតែគាត់ក៏អត់ចាប់អារម្មណ៍ថាកន្លែងហ្នឹងជើងកបអីក៏អត់ខ្លាចទេបន្ទាប់ពីឃើញអញ្ចឹងគាត់រៀងគេដើរទៅចូលក្នុងអាឡែងជ្រោះនោះដើរចូលទៅផ្លុកអញ្ចឹងទៅដើរចូលឆាប់ទៅឡើងមកវិញអញ្ចឹងមកឡើងធម្មតាគេមកប្រូគ្នាអីធម្មតាអញ្ចឹងទៅតែជាក់ស្ដែងនៅកន្លែងហ្នឹងគាត់ថាដូចជាផ្លូវកន្លែងជ្រោះហ្នឹងយើងចតបានទេបើចតទៅវាផុតហ្មងបងប្អូនធ្លាប់ឃើញជ្រោះអូខេជ្រោះនៅភ្នំបូកគោកន្លែងហ្នឹងវាចុះទៅផុតតែម្ដងសម្រាប់គេឡើងចុះគាត់ថាអូលេងគាត់អីតាលេងប៉ាចាស្រាប់តែពេលហ្នឹងគាត់អត់មានបានធ្វើអីគេទេគេនៅដៃគេយើងនៅដៃយើងគាត់ថាកន្លែងហ្នឹងកន្លែងជើងកបវាចេះតែបង្ហាញពេលខ្លះព្រលឹងវាអត់តន់ទៅបានចឹងទៅដោយសារតែនៅក្នុងព្រៃភ្នំតែងតែមានអរុកអរិយអ្នកតាកាន់ឬក៏ជំនាញអីចឹងណាយើងមើលដឹងមាននេះចឹងយើងមើលដឹងទេតែមានកន្លែងគេកាន់ឧទាហរណ៍ដូចភ្នំនឹងអីកន្លែងហ្នឹងមិញខ្ញុំនិយាយមិញហ្នឹងគឺកន្លែងហ្នឹងសិតតែមានអ្នកកាន់បាទគាត់ក៏បន្តដំណើរមកធម្មតាទៀតអស់ភ្នំបូកគោគាត់ជិះពេលយប់ចឹងអត់លឿនទេទី1ខ្លាចសត្វទី2ខ្លាចដូចជាសត្វសាហាវដូចជាសត្វជើងបួនសត្វខ្លាសត្វអីនៅមានណាបងប្អូនអូខេនៅមានណាគាត់ឡើងទៅមើលឡើងទៅជីប្រហែលជា1ម៉ោងទៀតគាត់ឡើងទៅដល់កាស៊ីណូគាត់ជិះហួសឡើងដល់កាស៊ីណូគាត់បកមកវិញហ្នឹងផ្លូវទៅកាស៊ីណូហ្នឹងមានវិហារយេស៊ូមួយវិហារយេស៊ូហ្នឹងធម្មតាគឺងឹតឈឹងតែម្ដងអត់មានទេអត់មានភ្លើងមានអីលើក៏កន្លែងគេទៅបោះតង់វ៉ៃគឺកម្រនឹងមានតតែមានកម្មវិធីបនមួយទៅកន្លែងហ្នឹងមានមនុស្សឬក៏ឡានអីចឹងទៅឈប់ដើម្បីអាំងសាច់អាំងអីឬក៏អីចឹងណាប៉ុន្តែគាត់ជិះមកឃើញជាលើកទី2បើតាមខ្ញុំធ្លាប់ស្ដាប់រឿងព
ប្រវត្តិភ្នំបូកគោកន្លែងកាស៊ីណូហើយនឹងកន្លែងព្រះហេយេស៊ូហ្នឹងគឺកន្លែងពីមុនគឺជាកន្លែងធ្វើឃាតឬក៏កន្លែងអត្តឃាតខ្លួនឯងសម្រាប់អ្នកលេងចាញ់នៅកាស៊ីណូហ្នឹងឥឡូវខ្ញុំសូមបើកកញ្ចក់កន្លែងហ្នឹងតិចដើម្បីខ្ញុំនិយាយរឿងដែលខ្ញុំធ្លាប់ឮនឹងដំណើរពីចាស់ដែលគាត់ថាតាំងពីចំនួនបារាំងហ្នឹងគឺអភិជនខ្មែរម្នាក់ហ្នឹងពេលមានលុយឧទាហរណ៍បើសិនជាមានលុយគេអ្នកលេងហ្មងគេមកលេងនៅកាស៊ីណូបូកូហ្នឹងបើនិយាយពីរឿងផ្លូវខ្ញុំនិយាយពីរឿងផ្លូវចូលដំបងអត់មានដូចសពថ្ងៃនេះទេជិះពិបាកណាស់ផ្លូវបាក់តែខ្ញុំនៅឆ្ងល់ថាហេតុអីហ៊ានឡើងមកលេងនៅភ្នំបូកូហ្នឹងអាគារដែលនៅអាគារកាស៊ីណូហ្នឹងដូចជាប្រហែល100ឆ្នាំជាងអីបើតាមខ្ញុំដឹងបើសិនជាខុសបងប្អូនអាចខមមិនប្រាប់បានដោយសារខ្ញុំវាធ្លាប់គាត់និយាយមកដូចជាប្រហែលឆ្នាំហ្នឹងឯងខ្ទង់100ឆ្នាំជាងពីមុនអត់មានផ្លូវទេទៅមកសើស្រួលប្រហែលឆ្នាំហ្នឹងទេតតែពេលលេងចាញ់អស់មិនដឹងគិតអីអត់ចេញ stress ខ្លាំងពេកលោតអាកន្លែងក្រោយអាគារកន្លែងកាស៊ីណូហ្នឹងលោតសម្រាប់ខ្លួនហ្មង100ទាំង100តពេលហើយកន្លែងហ្នឹងคล้ายទៅជាកន្លែងសម្រាប់ខ្លួនដល់សាហាវខូតែម្ដងបាទខ្ញុំនិយាយចឹងទៅកន្លែងសម្រាប់ខ្លួនដល់សាហាវបន្ទាប់ពីអស់ពីកន្លែងហ្នឹងគឺនៅកន្លែងព្រះយេស៊ូវិញហ្នឹងព្រះយេស៊ូហ្នឹងគឺមានជ្រោះដូចគ្នាកន្លែងហ្នឹងគេកសាងមកដូចនៅជេរឡើងមាត់ជ្រោះតែម្ដងដើម្បីស្រូបយកខ្យល់អាកាសឬក៏មើលទេសភាពទៅឃើញស្អាតចឹងណាប៉ុន្តែវាបង្កហានិភ័យខ្លះដែរដល់បងប្អូនដែលគាត់ទៅលេងដូចជាកាស៊ីណូកាអីចឹងបាទយើងចូលដល់សាច់រឿងយើងវិញឃើញភ្លើងនៅក្នុងហ្នឹងភ្លើងឲ្យមានដូចជានិយាយគ្នាឲ្យរងំអញ្ចឹងណានិយាយគ្នាឲ្យរងំនិយាយចែកចុះចែកឡើងចែកចុះចែកឡើងទាំងចេះចុះអញ្ចឹងយើងអត់ដឹងថាគេចែកគ្នារឿងអីទេតែសម្រាប់គាត់ថាគាត់អត់មានខ្លាចទេប៉ុន្តែស្ថានភាពនៅក្នុងពេលហ្នឹងណាគាត់ភឺស្បល់មែនទែនគាត់ថាគាត់អត់ដែលជួបរឿងអញ្ចឹងទេទោះបីជួបក៏អត់មានលក្ខណៈថារឿងមើលទៅលងដូចអត់លងចង់ឲ្យមានចេតនាថាឲ្យគេឃើញហ្មងអីមិនចេះចឹងណាដល់ពេលចឹងគាត់ថាអត់ខ្លាចទេគាត់មិនខ្លាចទេធម្មតាគឺគាត់ជាអាចារ្យនៅវត្តនឹងនៅវត្តឬក៏អីហ្នឹងតែងតែមានបាលីតែងតែមានធរអាអញ្ចឹងទៅខ្មោចអត់ហ៊ានលងទេជឿជើងអត់បាទហើយត្រឡប់មកវិញគាត់នៅតែបន្តជិះម៉ូតូត្រឡប់មកក្រោយវិញដោយសារតែជិះហួសវត្តពីវត្តទៅដល់កន្លែងកាស៊ីណូឬក៏ព្រះយេស៊ូហ្នឹងគេហៅព្រះសាសនាហ្នឹងវាដូចជាប្រហែលដូចជា5-6 គីឡូដែរហើយផ្លូវស្ងាត់ប៉ុន្តែឥឡូវគេសាងសង់អស់ហើយគេសាងសង់អគារច្រើនបាទក៏មកដល់វត្តធម្មតាហើយក៏និយាយប្រាប់រឿងហ្នឹងប្រាប់អ្នកនៅវត្តចឹងណាថាអូយប់មិញចេះចុះអីចឹងជួបនៅកន្លែងនេះជួបនៅកន្លែងនោះចឹងណាមូលហេតុគឺដោយសារតែគាត់ធ្វើដំណើរពេលយប់បើសិនជាគាត់ធ្វើដំណើរពេលថ្ងៃអត់មានរឿងចឹងកើតឡើងសម្រាប់គាត់ទេហើយក៏អត់មានរឿងហ្នឹងក៏វាអត់មានរឿងអីទៅថាអូទៅប៉ះពាល់ដល់អាយុជីវិតអីដែរគាត់ថាប៉ះពាល់ដល់ស្រៀងស្មារតីគាត់ទីចឹងណាធម្មតាទាំងខ្ញុំទាំងបងប្អូនទាំងអស់គ្នាបើសិនជាយើងឃើញនៅទស្សនភាពនៅបែបហ្នឹងណាទោះបីមិនក៏ត្រូវពឺស្បល់តិចដែរសូម្បីតែខ្ញុំគាត់និទានគាត់និយាយប្រាប់ដែលខ្ញុំមកបានកាត់ហេតុផងនៅតែខ្ញុំមានអារម្មណ៍ថាអូខ្ញុំពឺស្បល់ដូចនៅក្នុងទស្សនភាពដែលយើងបានកាត់ឡើងអញ្ចឹងបាទហ្នឹងហើយបងប្អូនរឿងដែលគាត់បាននិយាយប្រាប់ខ្ញុំគឺមានតែប៉ុណ្ណឹង
ហើយគាត់ថាបើសិនជាមានកម្មវិធីដូចជាយើងបង្កើតកម្មវិធីអ្វីមួយបើសិនជាហៅគាត់មកគាត់នឹងនិយាយរឿងដែលប្លែកហើយនឹងរន្ធត់ប្រាប់បងប្អូនបន្តទៀតគាត់ថាគាត់មានរឿងច្រើនរឿងនេះគាត់តាំងពីគាត់នៅប៊ូតាំងពីគាត់សឹកមកតាំងពីគាត់ធ្វើការអូខេគាត់ដំណើរជីវិតឬក៏ដំណើរការងាររបស់គាត់ហ្នឹងវាច្រើនហើយតែងតែជួបនៅបញ្ហាផ្លូវងងឹតឬក៏អមនុស្សខ្ញុំនឹងបន្តសួរគាត់ទៀតដោយសារតែគាត់ថានៅមានរឿងច្រើនបន្តទៀតដែលគាត់មិនទាន់ចៃប្រាប់ខ្ញុំទេប៉ុន្តែខ្ញុំគាត់ថាក៏សូមលើកយករឿងនេះដោយសារតែវាកាត់ឡើងថ្មីពេកបាទបងប្អូនបើសិនជាចង់ដឹងថាអូនៅក្នុងអេពីសូតក្រោយខ្ញុំយករឿងគាត់មកនិយាយឬក៏អេពីសូតតទៀតចាំមើលបើសិនជាបងប្អូនចង់ដឹងបងប្អូនជួយខមមិនអ្នកមួយម៉ាត់មកណាអូខេបាទជាចុងក្រោយខ្ញុំសូមអរគុណដល់បងប្អូនទាំងអស់គ្នាដែលចំណាយពេលវេលាស្ដាប់ដែលខ្ញុំអធិប្បាយឬក៏សម្រាយនៅរឿងដែលលោកពូបូបានចែកម្លែកនៅក្នុងកម្មវិធីយប់នេះបាទខ្ញុំសូមអរគុណបងប្អូនទាំងអស់គ្នាបាទសូមអរគុណជម្រាបលា